นี่คือชีวิตរបស់ខ្ញុំបើសិនជាខ្ញុំជ្រើសរើសមករស់នៅប្រទេសចិនអញ្ចឹងតើការរស់នៅរបស់ខ្ញុំរវាងប្រទេសទាំងពីរមានការខុសគ្នាដូចម្តេចខ្លះតោះឥឡូវយើងមកមើលជាមួយគ្នា Morning ជាធម្មតាពេលដែលខ្ញុំមកចិនណាបងប្អូនគេរៀងស្ពឹកបន្តិចដោយសារយប់ឡើងអីហ្នឹងគឺខ្ញុំត្រូវនៅប្រហើយការងារមុខរបរខ្ញុំនៅស្រុកខ្មែរបងប្អូនដល់ពេលចឹងទៅចូលគេរៀងយប់បន្តិចម៉ោងស្មានហ្នឹងគឺប៉ាម៉ាក់ក្មេកប្តីកូនអីងើបអស់ហើយខ្ញុំគង់តែបានពួកគាត់ជួយមើលកូនឲ្យបានខ្ញុំអាចគេដល់ស្មានហ្នឹងបានយំមួយបាតអើយជីវិតមានកូនចឹងបងប្អូនជាធម្មតាខ្ញុំអត់សូវឲ្យកូនខ្ញុំមើល iPad មកនេះបងប្អូនហើយស្មាននឹងអីបើសិនជានៅខ្មែរគឺគាត់ទៅរៀនបាត់អីអញ្ចឹងដើម្បីកុំឲ្យគាត់មើល iPad យូរពេកបងប្អូនខ្ញុំប្រញាប់ភាពចំខ្លួន lip skin care អីហើយគឺនាំគាត់ទៅលេង playground នៅក្រុមផ្ទះឲ្យបងប្អូនអ៊ីយេបងប្អូនខ្យល់អាកាសល្អសម្រាប់អង្សាឥឡូវគឺ25 26អញ្ចឹងណាឡើងស្រួលហ្មងហើយផ្ទះពួកខ្ញុំនៅនេះនេះផ្ទះពួកខ្ញុំមួយនេះបងប្អូន outfit of the day as a ស្ត្រីកូនមួយចង់និយាយថាឡើងសមហ្មងបងប្អូនមានដើមឈើមានអីហើយគឺថាឡើងស្រស់ស្រាយហើយផ្ទះគាត់នេះបងប្អូនផ្កាដាំស្អាតណាខ្ញុំមកម្ដងណាក៏និយាយទៅគឺប្លែកហ្មងផ្កាគាត់ដូររហូតអូនេះឡើងស្អាតតែរបៀបវាស្ដី apartment បន្តិចស្រៀង unique បន្តិចស្រៀង condo បន្តិចអញ្ចឹងណាបងប្អូនហើយខាងក្រុមនេះយើងចតម៉ូតូបានទេហើយបើថាផ្ទះខ្ញុំនៅស្រុកខ្មែរនេះវិញដោយសារនៅជិតផ្សារពេលអញ្ចឹងឡានម៉ូតូចតបងប្អូនអញ្ចឹងខ្ញុំអត់សូវហ៊ានឲ្យកូនខ្ញុំដើរក្រុមផ្ទះម៉ែនេះអូយបងប្អូនផ្ទះគាត់នេះផ្កាក៏ស្អាតដែរនេះផ្កាគាត់ហើយធ្លាក់ស្រទាប់ផ្កាចាស់មកទៀតណាអូចាំសុំហើយមានចិញ្ចឹមចាបទៀតបងប្អូននេះចាបពីក្បាលវាស្អាតហ្មងផ្កាអីក៏មានដែរផ្ទះគាត់ណាចាអូកូននេះចង់បេះផ្កាគេបងប្អូនតែបេះផ្កាគេមិនល្អទេយកនេះអីណាអូខេយកនេះនេះធ្លាក់មកអត់អីទេយើងក៏បេះផ្កាគេអូផ្កាគេឡើងស្អាតបងប្អូនអូខេតាអ៊ីបាយចាប់មួយអ៊ីបាយចាប់អូដូចចាប់និយាយឆ្លើយឆ្លងមួយអ៊ីបាយចាប់បានតែមកដល់ផ្ទះភ្លាមប៉ាប៉ាគេអាន boxing បើជើងថ្មីឲ្យអ៊ីបងប្អូនមានចាប់អារម្មណ៍ថាខ្ញុំទិញមកដូចគ្នាពីរគូអត់ដោយសារអត់ដឹងថាគាត់ពាក់សាយមួយណាត្រូវដល់ពេលអញ្ចឹងយើងកំងពីសាយឲ្យគាត់មកតែសាយណាពាក់អត់ត្រូវយើង return វិញទេបងប្អូនអីចូលចិត្តអត់ចូលចិត្តហ៎អូយជើងថ្មីគេណ៎អូយហើយបងប្អូនដឹងមិនអត់ឲ្យតែម៉ោងបាយម្ដងគឺជាម៉ោងក្តីសុខរបស់ខ្ញុំព្រោះអីគឺថាម៉ាក់ក្មេកខ្ញុំគាត់តែធ្វើម្ហូបអូយបងប្អូនមើលណែតំណងឆ្ងាញ់សំខាន់គាត់ធ្វើតែម្នាក់ឯងទេបងប្អូនហើយតែមកផ្លែតែគឺគាត់ជប់ចេញប៉ុណ្ណឹងមុខមកហ្មងហើយតួឯកម្ហូបថ្ងៃនេះគឺបបរឆ្អឹងជំនីបងប្អូនកុំឃើញអញ្ចឹងណាតែឈ្ងុយណាពីញ៉ាំទាំងអស់2ចានហើយត្រីនេះក៏ឆ្ងាញ់បើគ្រប់ធនជាតិនេះវិញបងប្អូនម៉ាក់ក្មេកខ្ញុំលៀងឡើងឈ្ងុយហ្មងតែខ្ញុំអត់ដឹងថាខ្មែរគេហៅអីគេបងប្អូនណាដឹងចាំ comment ប្រាប់ខ្ញុំផងណាចាបន្ទាប់ពីបាយថ្ងៃហើយឥឡូវគឺដល់ម៉ោងងូតទឹកដោះធ្មេញឲ្យកូនសំណប់ចិត្តទេជួយសំដៅអាជីកូនក្មេងគឺថាបបាក់ទៀតចិត្តណាបងប្អូនអើយមិញងូតទឹកនៅសោតលេងមួយខ្ញុំសប្បាយសោះហ្នឹងតែពេលងូតទឹកហើយខ្ញុំនេះឲ្យតែកូនយកម្ដងបងប្អូននៅតែបាច់នេះជោគហ្មងហើយបងប្អូននៅចាំថាថ្ងៃមិញនាំគាត់ទៅដើរលេងនៅសួនមុខផ្ទះមើលផ្កាស្អាតអត់ចាគឺថាពេលហ្នឹងគាត់ដើរទៅសាប់តែដួលបងប្អូនឥឡូវមកលាបលបួសឲ្យគាត់មួយសិនឥឡូវកូនចំអកហ្នឹងយំអស់កន្លងបងប្អូនឥឡូវលួងគាត់គេមួយសិនកូនគេភ្លេងខ្ញុំប្រញាប់មកងូតទឹកបងប្អូនដើម្បីធៀមទៅក្រៅកក់សក់ផ្លែសក់ខ្ញុំនេះពី3ថ្ងៃតែបាញ់កក់មួយថ្ងៃមុនហ្នឹងឯងទៅអត់សក់ធន់នេះបងប្អូនឲ្យលាបសក់ពណ៌បន្តិចអញ្ចឹងណាហើយកក់បានម្ដងនៅផ្ទះខ្លួនឯងតែថ្ងៃនេះចង់ទៅសាកកន្លែងកក់សក់ម៉ាក់ក្មេងគាត់ណែនាំមកគាត់ថាធូរថ្លៃហើយស្រួលទៀតហើយគឺថាឡើងមួយអែមដែរអញ្ចឹងចែព្រោះខ្ញុំខាងនេះកក់សក់យូរបងប្អូនហ្នឹងព្រោះយើងរវល់ហងអីផងហើយកក់ខ្លួនឯងទៅលឿននោះទីក្រុងប្តីខ្ញុំរស់នៅហ្នឹងគឺអាចថាអត់សូវមានមនុស្សទេបងប្អូនហ្នឹងឯងជុំវិញហ្នឹងមានភ្នំមានសមុទ្រច្រើនអញ្ចឹងណាហើយនេះវាយកទេសភាពតាមផ្លូវនេះទៅកន្លែងនេះទេសភាពស្អាតបងប្អូនហើយយកសាប៊ូខ្ញុំនិយាយថាយកសាប៊ូកក់សក់ខ្លួនឯងមកឲ្យគេកក់
កន្លែងកក់សក់គេនេះមានកន្លែងចាត់តុក្កតាឲ្យបងប្អូនគេ free popcorn ឲ្យទៀតលោមែនតែសំខាន់ថ្ងៃនេះបានស្រីស្អាតកក់សក់ឲ្យទៀតបងប្អូនហើយគាត់កក់ឲ្យស្រួមមកចាំខ្ញុំប្រាប់បងប្អូនឃើញគាត់មានទូអញ្ចឹងណាដែលកម្លាំងគាត់ខ្លាំងណាស់បងប្អូនតែខ្ញុំនេះអត់សូវចូលចិត្តកក់ខ្លាំងឲ្យបងប្អូនហ៊ានឈឺក្បាលតែពេលទៅបានអន្តរជាតិនេះឡើងស្រួលបងប្អូនគាត់មានម៉ាស្សាទៀតដែរគាត់អត់ថតដល់បងប្អូនមើលឥឡូវនេះដល់ពាក់ភ្លុំសក់ម្ដងហើយភ្លុំសក់គេមាន style ថ្មីបងប្អូននេះកុំឲ្យសក់យើងបៀកមួយមុខយើងបើតម្លៃគេវិញបងប្អូនបើសិនជាយើងអត់ចូលជាសមាជិកគាត់តែកាត់សក់ឯណាបងប្អូនគឺ20ទៅ30រៀលឲ្យតាមជាងទៀតតម្លៃហ្នឹងអត់មានបូកកក់សក់ភ្លុំសក់ធ្វើម៉ូតសក់អីណាតែបើយើងចូលជាសមាជិកណាបងប្អូនកាត់សក់ភ្លុំសក់កក់សក់ម៉ាស្សាត្បាញអត្តជាអស់តែ3រៀលតែចំបានតម្លៃប៉ុណ្ណឹងបងប្អូនតើតើយើងចូលជាសមាជិកមុនណាហើយយើងត្រូវបង់លុយចន្លោះពី$300ទៅ$500ចូលសមាជិកគេម្ដងណាបងប្អូនតែបានតម្លៃធូរមែនបងប្អូនធ្វើមកចប់ដូចខ្ញុំនិយាយមិញហ្នឹងអស់តែ$3តែគាត់ថារៀងលឿនតិចបងប្អូនគេប្រញាប់ធ្វើយើងមកហើយអញ្ចឹងដោយសារខ្ញុំអត់អាចកាត់សក់នៅហ្នឹងបងប្អូនដល់ពេលចឹងអត់ដឹងថាកាត់ស្អាតអត់ទេក៏ប៉ុន្តែឃើញសក់ម៉ាក់ក្មេកខ្ញុំកាត់ស្អាតអ៊ុតក៏ស្អាតដែរម៉ាក់ក្មេកខ្ញុំក៏ប៉ុន្តែខ្ញុំអត់ដឹងថាតម្លៃអ៊ុតសក់ហ្នឹងម៉ែនេះពេលចូលជាសមាជិកទៅវិញកក់សក់ស្អាតអត់បងប្អូនរៀងលឿនតិចរៀងឈឺតិចតែអូខេតែបើភ្លុំយកម៉ូដបងប្អូនគេចេះភ្លុំមែនឥឡូវមកយកខោឲ្យគេសេរីបងប្អូនខោនេះបងប្អូនសេរីខោអូយទៅមកឡើងគាត់ម្ដងណាក៏មនុស្សច្រើន这里的话，你边怎么办？所以就跟他一样一样，我怎么这样做？ អាហារពេលយប់និយាយទៅខ្ញុំចូលចិត្តកន្លែងសុខណាប្តីខ្ញុំនេះគឺគ្រឿងសមុទ្រគេគឺអូយច្រើនមុខឲ្យបងប្អូនហើយឡើង fresh ហ្មងណាអូយថៃនេះគ្រូទឹកបងមកទៅថៃនេះគ្រូទឹកឯងអីថៃហ្នឹងគឺធ្វើមាត់មិនធ្វើមាត់ចែកមកអីណាអីណាបងប្អូនគ្រឿងសមុទ្រនេះមានគ្រប់សពហ្មងគ្រឿងសមុទ្រខ្លះខ្ញុំអត់ដឹងថាអីគេដូចថាយ៉ាស្គាល់ហ៎ហើយអូយមើលទៅដូច buffet ចឹងតែប៉ាត់មិនមែន buffet ផងបងប្អូនឡើងចម្លែកបងប្អូនអូយដូចនេះគេឈោដូចឆ្កាំហ្នឹងដើមនេះខ្ញុំដំបងស្មានតម្លៃគ្នាថ្លៃចឹងណាបងប្អូនតែប៉ាត់មានអីអត់សូវថ្លៃដែរអើយនិយាយទៅឥឡូវខ្ញុំហៅអីថតគឺគាត់ធ្វើមុខស្រួយហ្មងជឿម៉ែកូនហើយគេប្រគិបឡើងជឿបងប្អូននេះខ្ញុំប្រាប់ថាខ្ញុំច្រឡំស្មានតែ buffet ហាងហ្នឹងណាដោយសារខ្ញុំឃើញម្ហូបតាំងច្រើនពេកតែម្ហូបទាំងអស់ហ្នឹងគេគ្រាន់តែធៀមទុកមុនណាបងប្អូនដោយសារខ្លាចភ្ញៀវមកច្រើនគេបុកមកហើយទៅខ្លាចធ្វើអត់តាន់ហើយ at the same time ក៏គេធ្វើអញ្ចឹងដើម្បីយើងដឹងថាគេមានម្ហូបអីគេដែរដោយសារពួកខ្ញុំយូរមកចិនម្ដងបងប្អូនដល់ពេលអញ្ចឹងទៅថ្ងៃនេះគឺមកញ៉ាំបាយជុំគ្រួសារធំអីហៅពេកឲ្យគាត់ញ៉ាំមុនមកយូរអាចថាស្អាតបងប្អូនគឺឃើញស្ពានទាំងមូលហ្មងអូខេម៉ាមីឃើញគ្រាន់តែថាគេបិទអាកញ្ចក់រៀងស្អាតទៅមើលអត់សូវឃើញមកយូរខាងក្រៅបងប្អូនមកមកទៅមើលតែមាន1 2 3 4សុខណាស់ប្តីខ្ញុំមករៀងចម្លែកមួយបងប្អូនគេអត់សូវញ៉ាំបាយទេគេញ៉ាំជាភេសជ្ជៈចាំបានបងប្អូនឃើញមិញភេសជ្ជៈ4មុខតែឯងខ្ញុំងាកមកមើលម្ហូបគេវិញបងប្អូនអើយតំណងស្រស់ហើយគឺថាឆ្ងាញ់ដល់សឹងទៅទាំងអស់ហើយតម្លៃគេសមរម្យបងប្អូនទទួលយកបានអូយអូទៅហោ现在就这么做ងាកមើលប៉ាក្មេកខ្ញុំគាត់លយណាបងប្អូនពោចៅស្រីអួតគេព្រោះក្នុងចំណោមបងប្អូនទាំងអស់គឺប៉ាក្មេកខ្ញុំមានចៅមុនគេញ៉ាំហើយបងប្អូនឥឡូវទៅផ្ទះបងទៅផ្ទះគ្រួសារខាងម៉ាក់អូខេបងប្អូនឥឡូវពួកខ្ញុំតាមផ្លូវទៅផ្ទះវិញហើយក៏ឆ្លៀតព្រាននិយាយភាសាសុកណែតប្តីគុំច្រឡំថាខ្ញុំចេះបងប្អូនខ្ញុំចេះតែមួយម៉ាត់ពីរម៉ាត់ទេហើយក្នុងហ្នឹងគឺមានពាក្យយ៉ាយ៉ាគឺមានន័យថាអរគុណហើយអាថាមានន័យថាយាយទួតយាយ៉ាអាថា